តើ no code low code ខុសគ្នាយ៉ាងដូចម្តេចទៅនៅថ្ងៃមុនយើងបាននិយាយអំពី no code low code រួចទៅហើយ so នៅក្នុងវីដេអូនេះយើងនឹងប្រៀបធៀបវាតើវាមានលក្ខណៈខុសគ្នាដូចម្តេចខ្លះអញ្ចឹងយើងមកដឹងសិនតើ no code គឺសម្រាប់អ្នកណា so no code is for everyone វាល្អបំផុតសម្រាប់អ្នកដែលចាប់ផ្ដើមរៀនមុនដំបូង startup owner និងអ្នកដែលចង់រៀនអ្វីថ្មីៗបាននិយាយទៅវាប្រៀបដូចជា Lego អញ្ចឹងអ្នកគ្រាន់តែចាប់ដាក់ and your product is ready to launch បើទោះបីជាយ៉ាងណាក៏ដោយ no code គឺវាមានគុណវិបត្តិដោយវាមិនអាចយើង customize នៅអ្វីដែលវាមានស្រាប់បានទេមូលហេតុនេះហើយទើបមានបច្ចេកវិទ្យាមួយទៀតគឺ low code low code គឺសម្រាប់ tech savvy និងអ្នកដែលចេះកូដបន្តិចបន្តួចវាក៏ផ្ដល់មុខងារ drag and drop ដូច no code ដែរតែវាអនុញ្ញាតឲ្យយើងប្រើ custom coding នៅពេលដែលយើងត្រូវការហើយវាស័ក្តិសមបំផុតសម្រាប់អាជីវកម្មណាដែលមានភាពបត់បែននិងតម្រូវការច្រើនតែយើងគួរប្រើមួយណាទៅចម្លើយនោះគឺវាស៊ីសងទៅលើតម្រូវការរបស់អ្នកបើសិនជាអ្នកចង់បានលឿនងាយស្រួលនិងមិនបាច់សរសេរកូដ please go with no code ប៉ុន្តែបើសិនជាអ្នកត្រូវការភាពបត់បែននិងតម្រូវការច្រើន please go with low code សរុបទៅ tool ទាំងពីរនេះគឺជាបច្ចេកវិទ្យាថ្មីយ៉ាងទំនើបសម្រាប់ការបង្កើត software ហើយពួកវាក៏ជួយឲ្យយើងចំណេញថវិកានិងពេលវេលាច្រើនដូចគ្នាផងដែរនេះហើយគឺជាភាពខុសគ្នារវាង no code and low code ចុះអ្នកវិញបើសិនជាខ្ញុំឲ្យអ្នកទាំងអស់គ្នារើស tool មួយក្នុងចំណោម tool ទាំងពីរនេះតើអ្នកទាំងអស់គ្នានឹងរើស tool មួយណា Let us know in the comment section below and see you in the next video and don't forget to follow New Wave FM